ដូចជាស្ងប់ស្ងាត់ល្អដល់ហើយសូម្បីតែព្រះច័ន្ទក៏មិនឃើញរះដែរដល់អញ្ចឹងពេកធ្វើឲ្យខ្មោចស្រីស្អាតដូចជាខ្ញុំនេះស្រណោះខ្លួនដល់ហើយគិតទៅកាលនៅរស់ខ្ញុំស្អាតប៉ុណ្ណឹងដែរមិនសមណានៅ single រហូតសោះប្រហែលជាប្រុសទាំងនោះក្រសែភ្នែកអន់ហើយមើលទៅបានជាមើលមិនឃើញពីភាពស្រស់ស្អាតរបស់ខ្ញុំតែណាហើយចាត់ទុកថាពួកនោះគ្មានសំណាងទៅចោះនៅពេលដែលខ្មោចស្រីកំពុងតែអង្គុយយល់ជើងនិយាយតែម្នាក់ឯងនៅលើធាងដងសុកក៏ឮសំឡេងមនុស្សដើរមកដើរមួយនឹងហើយឥឡូវពីថ្ងៃអញឃើញផ្លែច្រើនសម្បើមណាស់សុទ្ធតែល្មមស៊ីទៀតផងតែដើមនឹងដូចជាខ្ពស់ដល់ហើយមិនក៏ងងឹតទៀតរកតែមើលផ្លែអីមិនឃើញសោះចៅគេរកតែងងឹតនឹងហើយកុំឲ្យម្ចាស់គេមើលស្គាល់ឯងខ្វល់អីមើលមិនឃើញយកដៃស្ទាបទៅមូលដឹងតែដងហើយធាក់ទម្លាក់មកចាំអញអ្នករើសអញ្ចឹងអញឡើងហើយវើយឯងមើលផ្លូវឲ្យស្រួលបួលផងប្រយ័ត្នម្ចាស់គេមកតាន់កុំទៅព្រួយពូពួយពាក់កណ្ដាលអាត្រេតអីណោះបានពួកគាត់ត្រឡប់មកពីមើល account វិញឯងចាប់ឡើងទៅនិយាយរួចអាឡេវក៏ខំប្រឹងបាប់ឡើងដើមដូងនោះឯចំណៃខ្មោចដែលនៅលើដើមដូងនោះស្រាប់ក៏អង្គុយសម្លឹងមើលមកពួកវាពួកអានេះម្ចាស់គេមិននៅផ្ទះតែមួយយប់ហេនាំគ្នាមកលួចផ្លែដូងគេផងចាំមើលអញលងឲ្យបាសសក់ម្ដងកុំឲ្យពួកវាចេះតែហ៊ានដើរលួចរបស់គេទៀត